គ្រាន់តែបើកបាវីដេអូមកបងប្អូននេះគឺជារូបភាពដ៏គួរឲ្យឈឺចាប់ឲ្យសោកសង្រេងដែលបងប្អូនប្រជាជនកម្ពុជារស់នៅទូទាំងពិភពលោកដែលមិនអាចបំភ្លេចបានហើយពួកអាចោសៀមវិមុខឈ្លានពាននៅលើទឹកដីកម្ពុជារបស់យើងនៅពេលបច្ចុប្បន្ននេះឥឡូវយើងងាកមកមើលទស្សនវិជ្ជានៃប្រាសាទអង្គរវត្តវិញម្ដងក្រោយពីភ្លៀងធ្លាក់ហើយតើមានសម្រស់បែបណាបងប្អូនពីថាស្មៅពណ៌បៃតងតែម្ដងបាទមកភ្ញៀវជាតិនិងអន្តរជាតិតម្រង់ជួរគ្នាចេញពីជំរកមកឡើងត្រៀបត្រាតែម្ដងបាទឥឡូវនេះយើងមកដល់ប្រាសាទអង្គរធំប្រាសាទអង្គរធំនេះប្រាសាទអង្គរធំគឺស្ថិតនៅក្បែរទីលានជលដំរីបងប្អូនបាទជលដំរីនៅពីមុខប្រាសាទនេះគឺនៅពីក្រោយទីលានជលដំរីបងប្អូននេះស្អាតណាស់បងប្អូនស្អាតមែនទែនបាទនេះគឺជាទស្សនវិជ្ជាខាងក្រោមទេបងប្អូនបាទខ្ញុំមិនទាន់បានឡើងទៅដល់លើតែវីដេអូនេះខ្ញុំអត់បានដាក់វីដេអូឡើងទៅដល់កំពូលលើទេបងប្អូនចាំវីដេអូបន្តខ្ញុំនឹងដាក់វីដេអូឲ្យបងប្អូនបានទស្សនានៅខ្ញុំឡើងទៅដល់ជាន់ទី3តែម្ដងណាបងប្អូនគឺខ្ពស់មែនទែនតែម្ដងណាបងប្អូនបាទប្រាសាទនេះគឺជាប់នៅរបងជាមួយព្រះបរមរាជវាំងបងប្អូនបាទកំពុងតែដើរ selfie ស្រាប់តែចែគាត់សុំឲ្យជួយដាក់ឲ្យគាត់បាន 4-5 ប៉ុស្តិ៍មើលទុកជាអនុស្សាវរីយ៍ជួបជុំបងប្អូនមិត្តភ័ក្តិរបស់គាត់នៅមុខប្រាសាទហ្នឹងណាបាទបាទខ្ញុំកំពុងតែជាប់ដៃកាន់កាមេរ៉ាទៅហើយក៏ទម្លាក់ឲ្យមេធំជួយថតឲ្យគាត់ផងឥឡូវយើងមកទស្សនានៅប្រាសាទតាព្រំវិញម្ដងបងប្អូនបាទអូចែក្មួយទៅគាត់ដល់ប្រាសាទតាព្រំវិញអូឃើញទេសភាពពិតជាមិនធម្មតាទេបងប្អូនមើលមកដើមឈើដូចក្នុងគំនូដែលគេថតដាក់ក្នុងសិភៅអញ្ចឹងណាបងប្អូនបាទចែកំពុងតែ selfie លេង style លើកជើងលើកដៃពេញទឹកពេញដីហើយបាទមេធំនេះគាត់តែឃើញប្លង់មួយឲ្យខ្ញុំឡើងទៅលើដើម្បីថតយករូបភាពដល់ត្រង់នេះគ្រាន់តែឃើញរឹសដើមឈើនេះបងប្អូនញាក់សាច់មួយផ្លេតស្មានតែសត្វនាគកំពុងតែលូននៅលើផ្ទាំងប្រាសាទបងប្អូននេះគឺជាដើមថ្ពងបងប្អូនបាទតាមខ្ញុំស្គាល់អញ្ចឹងណាខ្ញុំឃើញថាដើមថ្ពងហើយដល់ពេលខ្ញុំសួរខាងកាយនៅក្បែរនោះគាត់ថាដើមថ្ពងមែនបងប្អូនអូយបងប្អូនដើមថ្ពងនេះគឺថាចាក់រឹសដូចជានាគអញ្ចឹងបងប្អូនបាទទស្សនាគាត់ទៅដល់ចិត្តឡើងបាសរោមខ្ញាក់ណាបងប្អូនបាទឃើញទេបងប្អូននេះខ្ញុំថតទស្សនវិជ្ជានោះនិយាយពីថាអូឃើញញាក់សាច់តែម្ដងបាទឃើញដើមថ្ពងពន់ពេនតាមលើប្រាសាទហ្នឹងតាមលើខ្នងប្រាសាទតាមលើកំពូលប្រាសាទហ្នឹងនិយាយពីថាអូញាក់សាច់បងប្អូនញាក់សាច់តែម្ដងទស្សនវិជ្ជាត្រង់នេះពិតជាមិនធម្មតាទេបងប្អូនហើយឃើញបាសរោមតែម្ដងបាទឃើញបាសរោមបងប្អូនតើឃើញផ្ទាល់បានដឹងបាទលីយ៉ាមេធំនេះដើរមកបណ្ដាថតបណ្ដាពីអ្នកឪបាទឥឡូវមកដល់ត្រង់នេះស្រាប់តែឃើញយាយខ្ញុំនេះកំពុងតែ selfie ឲ្យកូនបងអូអែមណាកំពុងឆ្កាដៃឆ្កាជើងថតនៅក្រោមដើមថ្ពងនេះចាក់រឹសពិតជាមិនធម្មតាបងប្អូននិយាយពីថាស្អាតរកកន្លែងនិយាយលេងចេញបងប្អូនបាទថតចុះថតឡើងយេកូនពៅរត់មកអោបជើងប៉ាទៀតអូមានប៉ុណ្ណឹងបងប្អូនជាចុងក្រោយវីដេអូជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នារកទទួលទានមានបានបងប្អូនកុំភ្លេចតាមដានវីដេអូបន្តទៀតមានប្រសាទជាច្រើនទៀតអរគុណច្រើនបងប្អូនសុខសប្បាយទាំងអស់គ្នាបាយ